នៅក្នុងដៃខ្ញុំនេះគឺ DJI Osmo Pocket 3 វីដេអូ unboxing ចេញរៀងក្រោយគេទៀតឯងដោយសារតែអត់តន់លុយគ្រប់សម្រាប់ទិញតែឥឡូវខ្ញុំមានឱកាសហើយអញ្ចឹងខ្ញុំក៏សម្រេចចិត្តធ្វើវីដេអូ unboxing ជូនអ្នកគ្នាហ្មងទៅ Oh my god wow តោះទៅមើលអ្នកគ្នាតើនៅក្នុងប្រអប់មួយនេះវាភ្ជាប់មកជាមួយខ្លះសូមនេះជាតួឯកសំខាន់យើង Pocket 3 ហ្នឹងទុកនៅម្ដុំសិនខ្ញុំមើលថាមានអីមកទៀតហើយវាមកជាមួយនឹងជើងតចំនួន2ជើងទី1អាខ្លីនេះគឺវាអត់មានថ្មសម្រាប់បន្ថែមទេចំណែកឯជើងទី2នេះអាវែងនេះគឺវាមានថ្មមកជំនួយបន្ថែមដែរទី1នេះគឺបង្កើតមកដើម្បីយើងតជាមួយនឹងជើងនេះជើងសម្រាប់ឈរនៅ Pocket 3 យើងយើងដាក់បញ្ចូលចោលហ្នឹងហើយអានេះវាបង្កើតមកគឺដើម្បីជំនួយពេលយើងអស់ថ្ម Pocket 3 ហ្នឹងយើងអាចសាក់វា direct ចូលតែម្ដងហើយនេះគឺវាមកជាមួយនឹងសូមមួយដែរគឺសូមនេះសម្រាប់ដាក់ការពារពេលយើងអត់ប្រើយើងដាក់ចូលក្នុងហ្នឹងមកដើម្បីកុំឲ្យវានេះខូចនៅកាមេរ៉ាយើងហ្នឹងយើងដាក់វាចូលក្នុងហ្នឹងមកពេលយើងអត់ប្រើដាក់ចូលចឹងមកនេះគឺជាខ្សែសាក់របស់វាដែលវាជាខ្សែ Type C ទៅ Type C យើងអាចដោតចូលទៅដុំណាដែលមាន Type C ទៅយើងអាចបញ្ចូលថ្មវាបានហើយវាអត់ញញ៉ៃទេវាខ្លីមួយមុំយើងដាក់តាមខ្លួន Set Camo នេះគឺចំណេញមែនតើវាមកជាមួយនឹងម៉ៃមួយដែរផុស DJI ដែលយើងអាចភ្ជាប់ direct ទៅកាន់ Pocket 3 យើងតែម្ដងពេលយើងថតកាត់ noise ដែលយើងដាក់ជាមួយម៉ៃយើងហ្នឹងអញ្ចឹងនេះវាមានជាមួយនឹង sticker ផងដែរគឺ sticker ផុស DJI ដែលវាឲ្យយើងមកកញ្ចប់នេះយើងអាចយកទៅបិទទៅកន្លែងណាចង់បិទកន្លែងហ្នឹងទៅជាសភៅណែនាំអ្នកគ្នាតែឃើញនៅរាល់ដែលពេលយើងទិញ product អីតែតែមកជាមួយសភៅហ្នឹងហើយសម្រាប់សភៅផងដែរគឺខ្ញុំមិនដែលបានអានទេហើយជាអ្នកនរគ្នាក៏ដែលបានអានដែរហើយវាភ្ជាប់មកជាមួយនឹង memory 128G ក្នុងហ្នឹងវាមកនេះ memory ទូចនេះមួយ memory ទូចហ្នឹងសម្រាប់ដាក់ចូលក្នុង Pocket 3 យើងមកហើយនឹងអានេះគឺជាជើងដែលយើងសម្រាប់ copy ចេញពី memory នេះចុងក្រោយនេះគឺជាកាបូបដែលវាមកជាមួយនឹង set មួយហ្នឹងកាបូបនេះគឺថាមាំមែនតើដែលវាធ្វើមកធំពេកក៏អត់ទូចពេកដែរមកយើងដាក់នៅសម្ភារៈ Pocket 3 យើងចូលក្នុងហ្នឹងមួយមុំតែម្ដងនេះវាមានថតមួយក្នុងហ្នឹងដែលយើងអាចដាក់ចូលស្រួលមែនតើឥឡូវធ្វើការបកស៊ីលវាចេញដើម្បីធ្វើការបើកនៅម៉ាស៊ីនវាមុននឹងយើងអាចបើកនៅ Pocket 3 យើងបានឡើយយើងធ្វើការ activate វាសិនឬធ្វើការ download app DJI ហើយយើងធ្វើការ scan លើហ្នឹងមកឥឡូវបាន activate នៅ account DJI ហើយអញ្ចឹងធ្វើការ test record នៅវីដេអូជាមួយនឹង Pocket 3 នេះអ្នកគ្នាមើល Hello អ្នកគ្នានេះគឺជាវីដេអូខ្ញុំថតផ្ទាល់ចេញពី DJI Osmo Pocket 3តែអ្នកគ្នាយល់មិនដែរហើយសម្រាប់ការថតនេះខ្ញុំថតជាមួយ quality 1830 frame អូខេខ្ញុំ remake វានឹងល្អមែនតើអញ្ចឹងសម្រាប់វីដេអូ unboxing យើងមានតែប៉ុណ្្នឹងទេព្រោះថាសាយនេះត្រូវយក Pocket 3ឲ្យមិត្តភក្តិខ្ញុំវិញកាលដើមវីដេអូនិយាយថាខ្ញុំមានឱកាសហ្នឹងក៏មិនមែនជាឱកាសដែលបានទិញនៅ Pocket 3 នេះដែរគឺ Pocket 3 នេះគឺផុសteamwork ខ្ញុំទេដែលគេតំទិញម្សិលមិញហ្នឹងគេក៏បានយកខ្ញុំ unboxing នៅថ្ងៃហ្នឹងអូខេអញ្ចឹងវីដេអូយើងថ្ងៃនេះមានតែប៉ុណ្្នឹងទេបើសិនជាអ្នកគ្នាចូលចិត្តនៅវីដេអូមួយនេះកុំភ្លេច like and subscribe my channel ស៊ីវ័យហើយបើអ្នកគ្នាចង់ខ្ញុំចេញនៅវីដេអូប្រើប្រាស់វានៅវីដេអូបន្ទាប់កុំភ្លេច comment ខាងក្រោម See you the next video